តោះសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងយក My DJI Big Mini 2 មក connect ជាមួយនឹងកាមេរ៉ាដែលខ្ញុំកំពុងថតនេះគឺជា Osmo Nano បាទអញ្ចឹងយើងនឹង connect វាជាមួយនឹងកាមេរ៉ា Osmo Nano ដើម្បីចង់ដឹងថាតើគុណភាពមីនេះនៅពេលដែលវាភ្ជាប់ជាមួយនឹងកាមេរ៉ាមួយនេះតើសម្លេងវាបែបម៉េចបាទតោះជាដំបូងយើងបើកកាមេរ៉ាមកហើយយើងត្រូវចូលទៅក្នុងមុខងារនៅក្នុងកាមេរ៉ាបាទសម្រាប់ Osmo Nano គឺយើងត្រូវចូលមកក្នុងបាទបងប្អូនឃើញពាក្យថា MIC នេះមានន័យថា mic បាទអញ្ចឹងយើងចូលទៅក្នុង mic បន្តមកទៀតវាមាន TX1 TX2 ដែលយើងអាច connect បាន mic 2គ្រាប់ចូលទៅក្នុងបាទកាមេរ៉ាតែមួយតែម្ដងដោយអត់ចាំបាច់ប្រើ receiver ទេអញ្ចឹងឥឡូវយើងចូល TX1 ហើយយើងចុចសញ្ញានៃចំហៀង mic នេះគឺសញ្ញា on off ហើយនឹង connect អញ្ចឹងយើងចុច connect hold វាឲ្យជាប់បាទចឹងនៅពេលដែលយើង hold វាជាប់គឺវាដាក់ថា Osmo Audio Connect បាទអញ្ចឹងតែប៉ុណ្្នឹងគឺរួចរាល់គឺយើងអាចថតបានតែម្ដងហើយជាក់ស្ដែងឃើញនៅលើmicrophone របស់កាមេរ៉ាគឺវាឡើងចុះបែបនេះគឺវាចាប់ផ្ដើមថតបានហើយអញ្ចឹងតិចទៀតយើងនឹងទៅស្ដាប់សំឡេងទាំងអស់គ្នាខ្ញុំនឹងថតផ្ទាល់ជាមួយនឹង mic នេះជាមួយនឹងកាមេរ៉ានេះបន្តតែម្ដងបាទអញ្ចឹងឥឡូវនេះខ្ញុំបាន connect my DJI Mini 2 direct ចូលទៅក្នុងកាមេរ៉ាបាទ DJI Osmo Nano តែម្ដងអញ្ចឹងសម្រាប់ my DJI Mini 2 វាភ្ជាប់មកជាមួយនឹងបាទ receiver របស់វាបែបនេះប៉ុន្តែបើក្នុងករណីថាយើងភ្ជាប់ប្រើជាមួយនឹងកាមេរ៉ាគឺយើងអត់ត្រូវការបាទកាមេរ៉ា DJI គ្នាវាគឺយើងអត់ត្រូវការ receiver ដោតចូលទៅក្នុងកាមេរ៉ាទេគឺយើងភ្ជាប់វា direct តាមរយៈmic ជាមួយនឹងកាមេរ៉ា direct តែម្ដងអញ្ចឹងសំឡេង quality របស់វាគឺបាទដូចដែលបងប្អូនកំពុងតែស្ដាប់ឮនេះគឺជាសំឡេងដែលថតចេញផ្ទាល់ពីDJI Mini 2 នេះតែម្ដងបាទអញ្ចឹងភ្ជាប់ជាមួយនឹងសំឡេងរបស់វាគឺខ្ញុំចង់ណែនាំពាក់ព័ន្ធទៅនឹង DJI Mini 2 គឺវាមកជាមួយនឹង10 ពណ៌សម្រាប់ពាក់ទៅលើ mic បាទដែលយើងអាចផ្លាស់ប្ដូរពណ៌វាបានដោយងាយដោយនៅលើ mic គឺវាភ្ជាប់មកជាមួយនឹងបាទដែលឆក់ដែលយើងអាចដាក់វាបែបនេះយើងឆ្លាញ់ពណ៌អីគឺយើងអាចដាក់ពណ៌នឹងបានតែម្ដងហើយសម្រាប់គុណភាព mic ដោយសំឡេងដែលបងប្អូនពងឮគឺបាទគឺគុណភាពសំឡេងរបស់វាគឺល្អខ្លាំងបាទហើយចំនួនចុងក្រោយមួយនេះគឺវាធ្វើមកពិសេសជាងមុនត្រង់ថាទី1សំឡេងបាទសំឡេងគឺវាធ្វើបានល្អប្រសើរជាងមុនហើយនឹងការកាត់សំឡេងរំខានរបស់វាក៏វាធ្វើបានល្អជាងមុនបាទយើងអាចដោះដូរពណ៌បានដោយសេរីជាពិសេសបងប្អូនមិត្តនារីដែលគាត់ចូលចិត្តបាទពណ៌ស្អាតខ្ជូតគឺយើងអាចបាទដោះដូរបានដោយងាយតែម្ដងយើងឆ្លាញ់ពណ៌អីដាក់ពណ៌ហ្នឹងបាទពាក់អាវពណ៌អីយើងអាចដាក់ពណ៌ហ្នឹងបានតែម្ដងហើយពាក់ព័ន្ធទៅនឹងការចាប់ចម្ងាយគឺវានៅតែចាប់បានរហូតដល់400 ម៉ែត្រដដែលហើយពាក់ព័ន្ធនឹងការប្រព័ន្ធ AI គ្រប់គ្រងសំឡេងរបស់វាក៏វានៅធ្វើការបានល្អផងដែរនៅទីដែលមានសំឡេងរំខានខ្លាំងគឺយើងអាចបើកមុខងារកាត់សំឡេងរំខានកម្រិតខ្លាំងបានហើយបើសិនជាទីកន្លែងដែលមានសំឡេងរំខានតិចតួចយើងអាចបើកត្រឹមកម្រិតកាត់សំឡេងរំខានតិចតួចអញ្ចឹងពាក់ព័ន្ធទៅនឹងរូបរាង design បាទគឺវាមកជាមួយនឹងប្រអប់សាកថ្មស្អាតបែបនេះបាទគឺមានតែឆក់មួយគូហើយនឹង windshield ការពារខ្យល់នេះទប់ខ្យល់នេះមួយគូផងដែរហើយនៅក្នុងនោះវាក៏មាន accessory មួយចំនួនដូចជាខ្សែសាកដូចជាកាបូប original មួយហើយនឹងបាទ accessory ផ្សេងតិចតួចទៀត
បាទដូចទៅនឹង mic mini ជំនាន់ទី1ផងដែរអញ្ចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់បានបាទ DJI mic mini 2 គឺខ្ញុំមាននៅក្នុង stock ច្រើនបាទដោយតែនៅខាងក្រោយខ្នងខ្ញុំនេះបងប្អូនឃើញស្រាប់គឺមានច្រើនបាទហើយជាផលិតផល standard របស់ DJI original 100% ដែលមានការធានារយៈពេល1ឆ្នាំហើយបើសិនជាបងប្អូនចង់បានកាមេរ៉ាOsmo Nano ដោយដែលខ្ញុំកំពុងថតនេះគឺខ្ញុំថតចេញពី Osmo Nano ផ្ទាល់តែម្ដងបាទខ្ញុំក៏មាន stock ផងដែរបាទអញ្ចឹងសម្រាប់វីដេអូនេះគឺខ្លីៗមានតែប៉ុណ្្នឹងទេគាត់តែចង់ចែកម្លែកថាDJI គឺវាធ្វើមកពិសេសសម្រាប់ឧបករណ៍ DJI ឬក៏ device DJI គ្នាវាគឺវាប្រើបានសហការ connect ជាមួយគ្នាបានដោយងាយតែម្ដងដោយអត់ចាំបាច់ញ៉ៃច្រើនដូចទូរស័ព្ទទេគឺម៉ៃចូលទៅក្នុងកាមេរ៉ា direct តែម្ដងអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្ណឹងបើសិនជាបងប្អូនចំណាប់អារម្មណ៍ទាំងប្រភេទកាមេរ៉ា DJI ទូទៅឬក៏ប្រភេទ microphone របស់ DJI បងប្អូនអាចតាក់ទងមកខ្ញុំបានបាទ ML Store Cambodia គឺធានាជូនទាំងគុណភាពនិងតម្លៃបាទអរគុណជួបគ្នាវីដេអូក្រោយបាទ